ចេញក្បាលវីដេអូមកគឺបាញ់កប់ឲ្យអីមាន់អីចឹងណាបងប្អូនដល់ម៉ោងបាញ់ឲ្យមាន់ហើយអីចឹងទៅហើយបងប្អូនណាយមើលមាន់ខ្ញុំវាមិនទៅច្រើនប៉ុន្មានទេគឺ10ក្បាលជាងទៅនេះហៅមកអត់អស់ហ៎វាមួយបដាគោនោះគឺមិនទាន់នឹងមកផងដែលងាកចុះងាកឡើងនឹងងាករកមេបដាគោណោះហើយមាន់ខ្ញុំនៅអុកដល់ណាបងប្អូនណាយចាហើយពងវិញឡើង20ហើយអត់ទាន់មានក្រាបមានអីសោះហើយមាន់ខ្ញុំគឺពងចាន់ណាប៉ុន្តែញាស់វិញបានតែកូនតិចអីចឹងណាបងប្អូនវាមិនដឹងថាយ៉ាងម៉េចដែរគឺក្រៅពីហ្នឹងគឺវាញាស់ទេនៅសល់ចាស់អីចឹងទៅពងក្បែរ20យកប៉ុន្តែញាស់បានតែ10ឬក៏8អីទេហើយថ្ងៃនេះគឺបានសម្លស្ងោរជក់ទៅយងជ័យជើងជ្រូកផងយើងហើយនឹងបុកកុនទុយហេះសុទ្ធតែម្ហូបស្រាប់ទេបងប្អូនដោយសារតែខ្ញុំអត់ស្រួលខ្លួនណបងគាត់ធ្វើម្ហូបទុកឲ្យអីចឹងទៅបានគាត់ទៅបាត់ដំបងហើយបងប្អូនណាយអាចមើលមកបានអញ្ចឹងណាឡើងស្រេកស្លាំងតែម្ដងអត់ស្រួលខ្លួននឹង2ថ្ងៃហ្នឹងណាបងប្អូនហើយហូបក៏អត់សូវឆ្ងាញ់ដែរគឺខ្ញុំទៅហូបបាយថ្ងៃនេះបានវិញអីចឹងដោយសារតែបុកកន្ទុយហេះអីដែរហើយហ្នឹងចាប់បាត់ទៅហើយបងប្អូនណាយចាំមើលស្អែកប្រហែលជាស្លោមកជូរគ្រឿងហូបហើយវាជូរទៅវាជ្រះមាត់មាត់យើងល្វីងយ៉ាងម៉េចគឺអត់ចង់ហូបបាយទេបងប្អូនថាតែក្មួយអីគឺខ្ញុំហូបបាយអត់កើតដូចគ្នាដែរហ្នឹងគឺពិបាកមែនតែនហ្មងហើយនិយាយវាថាដៃបក់រុយនោះបក់ដោយសារតែរុយច្រើនមែនតែនហ្មងណាបងប្អូនពី3ថ្ងៃហ្នឹងគឺហូបបាយអត់បានណាបងប្អូនអាចមើលមុខបានមុខឡើងស្រួយអូយដូចគត់ជុលអីអញ្ចឹងណាហើយដូចខ្ញុំនិយាយចឹងបើថាឡើងគីឡូវិញគឺយឺតណាស់បងប្អូនណាយបើថាឈឺតែមួយថ្ងៃពីរថ្ងៃហ្នឹងស្រកអស់លេងហើយ5ទៅ6គីឡូនេះប្រហែលជាស្រកអស់5គីឡូឯងបងប្អូនគឺមានអារម្មណ៍ថាអស់កម្លាំងមែនតែនហ្មងហើយឡើងទូចឡើងស្គមតែម្ដងហើយអញ្ចឹងបានខ្ញុំអត់ចង់ឈឺទេបងប្អូនតែឈឺហើយគឺអញ្ចឹងឯងដូចគេទេគេបើឈឺហើយគេអត់ស្រកគីឡូដែរគេនៅតែថតគីឡូគេនឹងដែរអីអញ្ចឹងណាតែសម្រាប់ខ្ញុំមួយវិញតាហ៊ានតែឈឺហើយត្រៀមខ្លួនស្រកគីឡូហើយទៅឲ្យពិបាកយកមកវិញណាតម្រាំតែបាន1គីឡូមកវិញអូយបងប្អូនណាយមួយឆ្នាំអីណោះមកឡើង1គីឡូមកវិញអញ្ចឹងទៅបានអត់ចង់ស្រកអស់ឲ្យបងប្អូនធ្លាប់តែឃើញខ្ញុំហូបបាយឆ្ងាញ់អីចឹងណាគឺហូបមើលទៅទំនងតែថ្ងៃនេះគឺអត់ទំនងស្មីតែខ្ញុំមើលខ្លួនឯងក៏អត់ទំនងដែរប៉ុន្តែបើខ្ញុំអត់ថតហ្មងគឺអត់មានវីដេអូសោះហ្មងណាអញ្ចឹងត្រូវថតអីចឹងទៅថតបន្តិចបន្តួចកុំឲ្យស្ងាត់ផេកពេកពីព្រោះអីមករយៈនេះបងប្អូនណាយបាត់អ្នក follow បាត់អ្នក like អីអស់លេងឯងបងប្អូនគឺស្ងាត់មែនតែនតែម្ដងហើយមានបងប្អូនខ្លះគាត់សួរខ្ញុំថាឃើញធ្វើវីដេអូយូរហើយបានលុយអីចាយនៅខ្ញុំថានៅទេហើយគាត់ក៏សួរខ្ញុំទៀតថាបើគ្មានអ្នកមើលអញ្ចឹងទៅមុខបន្តឬក៏ជប់ត្រឹមហ្នឹងខ្ញុំគាត់ថាមានតែទៅមុខនឹងឯងខ្ញុំធ្វើដល់ដំណាក់កាលនេះហើយខ្ញុំអត់មានពាក្យថាត្រឡប់ក្រោយវិញទេហើយខ្ញុំគាត់ថានេះជាការស្រឡាញ់ផងខ្ញុំការចូលចិត្តផងខ្ញុំទោះជាខ្ញុំមិនរកលុយបានក៏ខ្ញុំចេះតែចង់ថតចង់អីអញ្ចឹងដោយសារតែការស្រឡាញ់ផងយើងម្នាក់គឺខុសគ្នាអីអញ្ចឹងទៅអ្នកខ្លះគេថាគេអត់ចូលចិត្តថតទេប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំចូលចិត្តថតអីអញ្ចឹងណាបងប្អូនអញ្ចឹងទៅក៏មានតែពាក្យថាស៊ូទៅមុខទៀតហើយចាហើយវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងឯងបើបងប្អូនពេញចិត្តសូមកុំភ្លេច follow page និង like comment ម្នាក់មួយផងដែរហើយបើការនិយាយស្ដីខ្ញុំត្រង់ណាខុសឆ្គងត្រង់ណាសូមអធិស្ឋានផងដែរបងប្អូនហើយក៏អរគុណដល់បងប្អូនដែលតែងតែតាមដានវីដេអូខ្ញុំដល់ចប់ផងដែរអរគុណបងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយសំណាងល្អទាំងអស់គ្នាណាបងប្អូនបាយបាយ